តាអ្នកធ្លាប់គិតថាការចាប់ផ្ដើមអាជីវកម្មត្រូវតែមានផែនការ5ឆ្នាំឬត្រូវមានទុនរាប់ម៉ឺនដុល្លារថ្ងៃនេះ Channel Energy នឹងលើកយកសៀវភៅមួយក្បាលមកសង្ខេបជូនបងប្អូនទៀតហើយគឺសៀវភៅ Rework ដែលនិពន្ធដោយលោក Jason Fried និង David Heinemeier Hansson នឹងមកបដិវត្តផ្នត់គំនិតរបស់អ្នកនៅក្នុងវីដេអូនេះខ្ញុំនឹងសង្ខេបចំណុចសំខាន់ៗដែលនឹងជួយឲ្យអ្នកធ្វើការបានឆ្លាតវៃជាងមុននិងបង្កើតអាជីវកម្មដោយភាពសាមញ្ញពុតសៀវភៅ Rework មិនមែនជាសៀវភៅធុរកិច្ចបែបទ្រឹស្ដីសាមញ្ញនោះទេប៉ុន្តែវាគឺជាសៀវភៅបដិវត្តផ្នត់គំនិតសម្រាប់អ្នកដែលចង់បង្កើតអ្វីមួយដោយខ្លួនឯង Jason Fried និង David Heinemeier Hansson បានសរសេរសៀវភៅនេះឡើងដើម្បីវាយបំបែករាល់គំនិតបុរាណដែលធ្លាប់បង្រៀននៅក្នុងសាលាធុរកិច្ចជាទូទៅគេតែងប្រាប់យើងថាចង់រកស៊ីត្រូវតែមានផែនការច្បាស់លាស់ត្រូវមានអ្នកវិនិយោគត្រូវខំធ្វើការដាច់យប់និងត្រូវពង្រីកខ្លួនឲ្យធំប៉ុន្តែ Rework និយាយថាឈប់ស្ដាប់រឿងឥតប្រយោជន៍ទាំងអស់នោះទៅសៀវភៅនេះនឹងបង្ហាញអ្នកថាក្នុងសម័យកាលបច្ចុប្បន្នអ្នកមានឧបករណ៍គ្រប់គ្រាន់ដើម្បីចាប់ផ្ដើមអាជីវកម្មដោយភាពសាមញ្ញរហ័សរហួននិងមានសេរីភាពដោយមិនចាំបាច់ដើរតាមគន្លងចាស់ដែលពោរពេញទៅដោយភាពស្មុគស្មាញឡើយពិតណាស់នៅក្នុងផ្នែកទី1ដែលនិយាយអំពីការចាប់ផ្ដើម First Steps អ្នកនិពន្ធចង់ឲ្យយើងបោះបង់ចោលនៅផ្នត់គំនិតចាស់ៗដែលបង្អាក់ដំណើរការអាជីវកម្មខាងក្រោមនេះគឺជាការពន្យល់លម្អិតលើចំណុចសំខាន់ៗក្នុងផ្នែកនេះ 1. ការរៀបចំផែនការគឺជាការទាយ Planning is guessing ជាទូទៅមនុស្សតែងតែចំណាយពេលរាប់ខែដើម្បីសរសេរផែនការអាជីវកម្មវែងៗសម្រាប់រយៈពេល5ឆ្នាំខាងមុខប៉ុន្តែ Rework ប្រាប់ថាវាជារឿងឥតប្រយោជន៍ព្រោះ 1. យើងមិនអាចគ្រប់គ្រងកត្តាខាងក្រៅបានទេសេដ្ឋកិច្ចគូប្រជែងបច្ចេកវិទ្យា 2. ការសរសេរផែនការវែងឆ្ងាយធ្វើឲ្យយើងមានអារម្មណ៍ថាជាប់ក្អាំងមិនហ៊ានផ្លាស់ប្ដូរតាមស្ថានភាពជាក់ស្ដែងដំណោះស្រាយចូលរៀបចំផែនការសម្រាប់តែសប្តាហ៍នេះឬខែនេះបានហើយធ្វើវាឲ្យតូចនិងងាយស្រួលបត់បែន 3. កុំខ្លាចក្នុងការចាប់ផ្ដើមតូច Start smallមនុស្សភាគច្រើនគិតថាបើចង់បើកក្រុមហ៊ុនត្រូវតែមានការិយាល័យលយឆាយមានបុគ្គលិកច្រើននិងមានដើមទុនរាប់ម៉ឺនដុល្លារការពិតភាពធំពេកពេលចាប់ផ្ដើមគឺជាបន្ទប់វាធ្វើឲ្យអ្នកបាត់បង់ភាពរហ័សរហួនដំបូលមានចូលចាប់ផ្ដើមពីចំណុចដែលអ្នកនៅបើអ្នកនៅធ្វើការឲ្យគេចូលប្រើពេលយប់ឬចុងសប្តាហ៍ដើម្បីធ្វើវាកុំទាន់អាលែឈប់ពីការងារប្រសិនបើអាជីវកម្មថ្មីមិនទាន់អាចទ្រទ្រង់អ្នកបានទេ 3. ការឈួតនឹងការកើនឡើងគឺជាកំហុស Why growth យើងរស់នៅក្នុងសម័យកាលដែលគេតែងសួរថាតើក្រុមហ៊ុនបងឯងមានបុគ្គលិកប៉ុន្មានអ្នកហើយឬតើពេលណាទើបពង្រីកសាខាអ្នកនិពន្ធយល់ថាភាពធំមិនមែនមានន័យថាភាពជោគជ័យទេក្រុមហ៊ុនតូចៗមានអត្ថប្រយោជន៍ច្រើនណាស់ការសម្រេចចិត្តលឿនងាយស្រួលបដូរទិសដៅនិងមិនសូវមានរឿងស្មុគស្មាញច្រើនទេចូលរក្សាទំហំក្រុមហ៊ុនឲ្យសមស្របទៅតាមអ្វីដែលអ្នកអាចគ្រប់គ្រងបានល្អបំផុត 4. កុំរវល់តែរកលុយពីអ្នកវិនិយោគ Outside money is plan Z ការយកលុយពីអ្នកដទៃហាក់ដូចជាជោគជ័យប៉ុន្តែវាមានតម្លៃដែលត្រូវបង់អ្នកនឹងបាត់បង់អំណាចសម្រេចចិត្តព្រោះអ្នកវិនិយោគជាអ្នកបញ្ជាអ្នកនឹងត្រូវរងសម្ពាធឲ្យរកប្រាក់ចំណេញឲ្យបានលឿនបំផុតជួនកាលវាធ្វើឲ្យខូចគុណភាពផលិតផលគោលការណ៍ចូលព្យាយាមប្រើលុយផ្ទាល់ខ្លួនឬប្រាក់ចំណេញពីអតិថិជនដើម្បីពង្រីកអាជីវកម្មវានឹងធ្វើឲ្យអ្នកមានឯករាជ្យភាពពេញលេញ 5. អ្នកត្រូវការការចាប់ផ្ដើមមិនមែនអាជីវកម្មទេពាក្យថាសហគ្រិន entrepreneur ពេលខ្លះមើលទៅហាក់ដូចជាធំដុំនិងខ្ពស់ពេកអ្នកនិពន្ធចង់ឲ្យយើងហៅខ្លួនឯងថាជាអ្នកចាប់ផ្ដើម starters វិញអ្នកមិនចាំបាច់មានចំណេះដឹងផ្នែកគ្រប់គ្រងខ្ពង់ខ្ពស់ទើបអាចលក់ផលិតផលបានទេអ្វីដែលអ្នកត្រូវធ្វើគឺធ្វើវាសរុបមកចំណុចទី1នេះចង់ដាស់តឿនយើងថាកុំធ្វើឲ្យរឿងសាមញ្ញคล้ายជារឿងស្មុគស្មាញចូលចាប់ផ្ដើមភ្លាមជាមួយអ្វីដែលអ្នកមានកុំរងចាំលួយធំឬផែនការដែលល្អឥតឯទេតើអ្នកកំពុងមានកម្រងចង់បង្កើតអាជីវកម្មផ្ទាល់ខ្លួនឬចង់សិក្សាពីយុទ្ធសាស្ត្រក្នុងសៀវភៅនេះទេរីឯផ្នែកទី2ក្នុងសៀវភៅ Rework ផ្ដោតសំខាន់លើផលិតភាពនៅបង្កើនប្រសិទ្ធភាពការងារដោយអ្នកនិពន្ធយល់ថាមនុស្សភាគច្រើនចំណាយពេលធ្វើការច្រើនម៉ោងបន្តែបានលទ្ធផលតិចតួចនេះគឺជាការពន្យល់លម្អិតនៃចំណុចទី2 1. ការរំខានគឺជាសត្រូវនៃប្រសិទ្ធភាពអ្នកនិពន្ធប្រៀបធៀបការធ្វើការងារដែលត្រូវប្រើការគិតស៊ីជម្រៅជាមួយនឹងការគេងលក់
ប្រសិនបើអ្នកកំពុងគេងលក់ហើយមានអ្នកមកដាក់អ្នករៀងរាន់រំផាំនាទីម្ដងទោះបីជាអ្នកគេង8ម៉ោងក៏ដោយក៏អ្នកមិនមានអារម្មណ៍ថាបានសម្រាកដែរបញ្ហាការ check email ការសន្ទនាតាមឆាតឬសហការីដើរមកសួរនាំបន្តិចបន្តួចគឺជាការដាស់ខួរក្បាលអ្នកចេញពីការងារដំណោះស្រាយបង្កើតពេលវេលាស្ងប់ស្ងាត់ alone time ចូលកំណត់ពេល 2-3 ម៉ោងក្នុងមួយថ្ងៃដោយបិទការតាក់ទងទាំងអស់ដើម្បីផ្ដោតទៅលើការងារធំៗ 2. ការប្រជុំគឺជាការខ្ចាស់ពេល Meetings are toxic សៀវភៅនេះវាប្រហាចំថាការប្រជុំគឺជាការសម្លាប់ពេលវេលាប្រសិនបើអ្នកហៅមនុស្ស10នាក់មកប្រជុំរយៈពេល1ម៉ោងវាមិនមែនខាត1ម៉ោងទេគឺខាត10ម៉ោងនៃកម្លាំងផលកម្មសរុបហេតុផលការប្រជុំច្រើនតែមិនមានរបៀបវារកម្មច្បាស់លាស់និយាយវង្វេងនិងមិនសូវចេញជាលទ្ធផលការងារជាក់ស្ដែងទេដំណោះស្រាយបើត្រូវប្រជុំចូលធ្វើវាឲ្យខ្លីបំផុតចំនួនមនុស្សចូលរួមតិចបំផុតនិងត្រូវបញ្ចប់ដោយការសម្រេចចិត្តជាក់លាក់មួយ 3. ធ្វើឲ្យល្អគ្រប់គ្រាន់ Good enough is fine មនុស្សច្រើនតែជាប់ក្អាំងដោយចង់ធ្វើអ្វីមួយឲ្យល្អឥតឯករហូតដល់មិនបានបញ្ចេញលទ្ធផលការងារឬចំណាយពេលច្រើនហួសហេតុលើរឿងតូចតាចណាស់យុទ្ធសាស្ត្រចូលរកវិធីដែលងាយនិងរហ័សបំផុតដើម្បីដោះស្រាយបញ្ហាបើលទ្ធផលទទួលបាន80ឬ90%ហើយវាអាចប្រើការបានចូលឈប់ត្រឹមនឹងហើយបន្តទៅធ្វើការងារផ្សេងទៀតអ្នកអាចមកកែសម្រួលវាឲ្យល្អបានជាងមុននៅពេលក្រោយ 4. កុំធ្វើខ្លួនជាវីរបុរស Don't be a hero មនុស្សច្រើនគិតថាការចំណាយពេលធ្វើការដាច់យប់ឬការមិនព្រមបោះបង់ការងារដែលកំពុងបរាជ័យគឺជាភាពក្លាហានការពិតការចំណាយពេលច្រើនហួសហេតុលើបញ្ហាមួយដែលដោះស្រាយមិនចេញគឺជារឿងខាតបង់ដំណោះស្រាយបើអ្នកចំណាយពេល2ម៉ោងលើកិច្ចការមួយដែលគួរចំណាយពេលត្រឹមតែ20នាទីទេចូលឈប់សិនជួនកាលការបោះបង់ចោលទៅអ្វីដែលមិនដាហើយទៅរកវិធីថ្មីគឺឆ្លាតវៃជាងការខំប្រឹងទាំងនោះងងឹត 6. យប់ជ្រៅមិនមែនជាម៉ោងធ្វើការ Sleep is essential ការបង្អត់ងុនដើម្បីធ្វើការមិនមែនជាមោទនភាពទេការខ្វះការសម្រាកធ្វើឲ្យភាពច្នៃប្រឌិតធ្លាក់ចុះអារម្មណ៍ឆាប់មួរម៉ៅនិងធ្វើការសម្រេចចិត្តខុសអ្នកត្រូវចំណាយពេល10ម៉ោងដើម្បីធ្វើការងារដែលមនុស្សសម្រាប់គ្រប់គ្រាន់ធ្វើត្រឹមតែ2ម៉ោងទេ 7. ជ័យជំនះតូច Quick wins ការធ្វើគម្រោងវែងឆ្ងាយដែលចំណាយពេលរាប់ខែទើបឃើញលទ្ធផលនឹងធ្វើឲ្យបុគ្គលិកអស់កម្លាំងចិត្តដំណោះស្រាយចូលចែកគម្រោងធំទៅជាកិច្ចការតូចដែលសាមញ្ញនិងអាចបញ្ចប់បាននៅក្នុងរយៈពេលខ្លីការបញ្ចប់ការងារតូចបានជោគជ័យជារៀងរាល់ថ្ងៃនឹងធ្វើឲ្យមានកម្លាំងចិត្តដើម្បីចង់ធ្វើបន្តទៀតសរុបមកផ្នែកទី2នេះបង្រៀនយើងថាឈប់រវល់តែត្រូវធ្វើការឲ្យមានប្រសិទ្ធភាពដោយការពារពេលវេលារបស់យើងពីការរំខាននិងការធ្វើរឿងដែលមិនចាំបាច់តើអ្នកយល់ថាចំណុចការប្រជុំគឺជាថ្នាំពុលត្រូវជាមួយនឹងស្ថានភាពការងារបច្ចុប្បន្នរបស់អ្នកដែរទេសម្រាប់ផ្នែកទី3នៃក្រុមសៀវភៅ Rework ផ្ដោតលើការលក់និងទីផ្សារប៉ុន្តែក្នុងទម្រង់ដែលប្លែកពីគេអ្នកនិពន្ធយល់ថាទីផ្សារមិនមែនជាផ្នែកមួយដាច់ដោយឡែកដែលត្រូវចំណាយលុយរាប់លានដុល្លារលើការផ្សាយពាណិជ្ជកម្មនោះទេតែវាជាអ្វីដែលអ្នកធ្វើរាល់ថ្ងៃនេះគឺជាការពន្យល់លម្អិតនៃយុទ្ធសាស្ត្រទីផ្សារបែប Rework 1. ចាក់បញ្ចូលអត្តសញ្ញាណរបស់អ្នក Inject yourself ប្រសិនបើអ្នកលក់ផលិតផលដែលគេមានលក់ព្រងព្រឹងលើទីផ្សារអ្នកនឹងត្រូវប្រកួតប្រជែងលើតម្លៃប៉ុន្តែប្រសិនបើអ្នកដាក់បញ្ចូលនៅបុគ្គលិកភាពជំនឿនិងទស្សនៈផ្ទាល់ខ្លួនទៅក្នុងផលិតផលនោះគូប្រជែងមិនអាចចម្លងតាមអ្នកបានឡើយឧទាហរណ៍ក្រុមហ៊ុន Apple មិនមែនលក់តែទូរស័ព្ទទេតែគេលក់របៀបរស់នៅនិងភាពច្នៃប្រឌិតគោលការណ៍ចូលមានជំហរច្បាស់លាស់កុំខ្លាចក្នុងការនិយាយថាអ្នកស្រឡាញ់អ្វីឬស្អប់អ្វីព្រោះវានឹងទាក់ទាញអតិថិជនដែលមានចរិតដូចអ្នកឲ្យមកគាំទ្រអ្នកយ៉ាងខ្លាំងក្លា 2. បង្រៀនដើម្បីយកឈ្នះការលក់ Teach to out-market ក្រុមហ៊ុនធំចំណាយលុយលើការទិញផ្ទាំងប៉ាណូឬការផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍ក្នុងនាមជាអាជីវកម្មទូយអ្នកមិនអាចឈ្នះគេដោយលុយទេប៉ុន្តែអ្នកអាចឈ្នះគេដោយការចែករំលែកចំណេះដឹងយុទ្ធសាស្ត្រប្រសិនបើអ្នកលក់ស្រាចូលបង្រៀនគេពីរបៀបញ៉ាំស្រាឲ្យឆ្ងាញ់ប្រសិនបើអ្នកធ្វើកម្មវិធីកុំព្យូទ័រចូលបង្រៀនគេពីរបៀបធ្វើការឲ្យមានប្រសិទ្ធភាពលទ្ធផលនៅពេលដែលអ្នកបង្រៀនមនុស្សនឹងមើលឃើញថាអ្នកជាអ្នកជំនាញហើយពួកគេនឹងមានទំនុកចិត្តទិញទំនិញពីអ្នកដោយមិនបាច់បង្ខំ 3. បង្ហាញពីសកម្មភាពនៅពីក្រោយឆាក behind the scenes
មនុស្សចូលចិត្តដឹងពីអត្តកម្បាំងឬរបៀបដែលអ្វីមួយត្រូវបានបង្កើតឡើងវិធីសាស្ត្រចូលបង្ហាញពីរបៀបដែលអ្នកធ្វើការបង្ហាញពីកំហុសដែលអ្នកបានជួបឬបង្ហាញពីទស្សនវិជ្ជាក្នុងផ្ទះបាយរបស់អ្នកផលប្រយោជន៍វានឹងបង្កើតចំណងមិត្តភាពរវាងអ្នកនិងអតិថិជនពួកគេនឹងមានអារម្មណ៍ថាពួកគេស្គាល់អ្នកច្បាស់ហើយផលិតផលរបស់អ្នកមិនមែនជាវត្ថុដែលគ្មានវិញ្ញាណនោះទេ4កុំខ្លាចក្នុងការបង្ហាញចំណុចខ្វះខាត Nobody likes perfection កុំព្យាយាមធ្វើខ្លួនឲ្យមើលទៅល្អឥតកំខុសដូចជាក្រុមហ៊ុនសារភាពធំពេកទេការប្រើភាសាបច្ចេកទេសពិបាកយល់ឬការប្រើរូបភាពដែលតុបតែងខ្លាំងពេកធ្វើឲ្យអ្នកមើលទៅមិនពិតដំណោះស្រាយនិយាយភាសាសាមញ្ញស្មោះត្រង់និងហ៊ានទទួលស្គាល់កំហុសភាពសាមញ្ញនិងភាពពិតជាមន្ត្រីស្នេហ៍ដ៏ខ្លាំងបង្អស់ក្នុងសម័យ Digital 5ទីផ្សារមិនមែនជាផ្នែកមួយ Marketing is not a department ក្នុងក្រុមហ៊ុនជាច្រើនទីផ្សារគឺជាផ្នែកមួយដែលទទួលខុសត្រូវតែមួយឯងប៉ុន្តែសម្រាប់ Rework រាល់អ្វីគ្រប់យ៉ាងគឺជាទីផ្សាររបៀបដែលអ្នកឆ្លើយទូរស័ព្ទជាមួយអតិថិជនរបៀបដែលអ្នកសរសេរ email ត្រឡប់ទៅគេវិញរបៀបដែលគេហាក់ទំព័ររបស់អ្នកដំណើរការសុទ្ធតែជាទីផ្សារទាំងអស់សរុបមករាល់ចំណុចប៉ះពាល់ជាមួយនឹងអតិថិជនគឺជាឱកាសក្នុងការលក់និងបង្កើតទំនុកចិត្តគន្លឹះខ្លះជំនួសឲ្យចំណាយលុយទិញការចាប់អារម្មណ៍ពីមនុស្សចូលធ្វើខ្លួនឲ្យគួរឲ្យចាប់អារម្មណ៍ដើម្បីឲ្យមនុស្សមករកអ្នកដោយខ្លួនឯងតែអ្នកគិតថាចំណុចបង្រៀនអតិថិជនអាចយកមកអនុវត្តក្នុងវិស័យដែលអ្នកកំពុងធ្វើបានទេទី4ក្នុងសៀវភៅ Rework ផ្ដោតលើការជ្រើសរើសបុគ្គលិក Hiring អ្នកនិពន្ធមានទស្សនៈប្លែកពីគេដោយគេយល់ថាការជួលមនុស្សច្រើនពេកឬលឿនពេកគឺជាការបង្កើតបញ្ហាជាងការដោះស្រាយបញ្ហានេះគឺជាការពន្យល់លម្អិតនៃយុទ្ធសាស្ត្រជ្រើសរើសបុគ្គលិកតាមបែប Rework 1កុំប្រយ័ត្នជួលមនុស្ស Do it yourself first មុននឹងអ្នកសម្រេចចិត្តជួលម្នាក់ណាមកធ្វើការងារអ្វីមួយអ្នកត្រូវតែសាកល្បងធ្វើការងារនោះដោយខ្លួនឯងសិនហេតុផលដើម្បីឲ្យអ្នកដឹងពីទម្ងន់ការងារដឹងពីវាពិបាកត្រង់ណានិងដឹងថាត្រូវប្រើជំនាញអ្វីពិតប្រាកដលទ្ធផលនៅពេលដែលអ្នកជួលមនុស្សមកអ្នកនឹងដឹងថាគេធ្វើការបានល្អឬអត់ហើយអ្នកមិនងាយនឹងត្រូវគេបោកដោយប្រើពាក្យបច្ចេកទេសឡើយ2ជួលមនុស្សលូត្រាតែឈឺចាប់ Hire when it hurts កុំជួលមនុស្សគ្រាន់តែដោយសារអ្នកមានថវិកាឬដោយសារចង់ឲ្យក្រុមហ៊ុនមើលទៅធំគោលការណ៍ចូលជួលមនុស្សនៅពេលដែលការងារនោះលើសពីសមត្ថភាពដែលអ្នកអាចធ្វើរួចនិងវាចាប់ផ្ដើមប៉ះពាល់ដល់គុណភាពផលិតផលប្រសិនបើគ្រាន់តែរបួលបន្តិចបន្តួចចូលព្យាយាមរកវិធីសម្រួលការងារឬកាត់ចោលនៅអ្វីដែលមិនចាំបាច់សិនជាមុន3ជ្រើសរើសអ្នកសរសេរដ៏ពូកែ Hire great writers មិនថាអ្នកកំពុងជួលអ្នករចនាអ្នកសរសេរកម្មវិធីឬអ្នកលក់នោះទេចូលមើលលើសមត្ថភាពសរសេររបស់ពួកគេហេតុផលការសរសេរបានច្បាស់លាស់ឆ្លុះបញ្ចាំងពីការគិតដែលច្បាស់លាស់មនុស្សដែលពូកែសរសេរគឺជាមនុស្សដែលពូកែទំនាក់ទំនងយល់ថាត្រូវនិយាយអ្វីនិងត្រូវមិននិយាយអ្វីហើយពួកគេធ្វើឲ្យការងារក្នុងក្រុមមានភាពងាយស្រួល4មើលរំលងសញ្ញាបត្រនិងបទពិសោធន៍រាប់ឆ្នាំអ្នកនិពន្ធយល់ថាចំនួនឆ្នាំនៃបទពិសោធន៍ឧទាហរណ៍ត្រូវមានបទពិសោធន៍5ឆ្នាំគ្រាន់តែជារឿងឥតន័យការពិតមនុស្សម្នាក់ដែលមានបទពិសោធន៍ត្រឹមតែ6ខែអាចនឹងពូកែជាងមនុស្សដែលមានបទពិសោធន៍6ឆ្នាំប្រសិនបើគេមានតែកោសលនិងការខិតខំប្រឹងប្រែងដំណោះស្រាយចូលមើលលើលទ្ធផលការងារជាក់ស្ដែងនិងសមត្ថភាពដោះស្រាយបញ្ហានៅចំពោះមុខជាងមើលទៅលើក្រដាសសញ្ញាបត្រ5សាកល្បងការងារឆ្លើយឆក់គោកិច្ចសម្ភារគឺជារឿងបោកជ្រួតពីព្រោះមនុស្សគ្រប់គ្នាដឹងពីរបៀបនិយាយឲ្យមើលទៅល្អយុទ្ធសាស្ត្រជំនួសឲ្យសួរតែសំណួរចូលផ្ដល់គម្រោងសាក់លបាំងតូចមួយឲ្យគេធ្វើសងជាប្រាក់ខែឲ្យគេធ្វើការជាមួយក្រុមការងាររបស់អ្នក1ឬ2ថ្ងៃលទ្ធផលអ្នកនឹងឃើញពីរបៀបដែលគេធ្វើការពិតប្រាកដរបៀបដែលគេប្រស្រ័យទំនាក់ទំនងនិងតើគេចោះសម្រុំជាមួយនឹងវប្បធម៌ក្រុមហ៊ុនអ្នកដែរឬទេ6វប្បធម៌ក្រុមហ៊ុនមិនមែនជាការរៀបចំសៀវភៅនេះបញ្ជាក់ថាអ្នកមិនអាចបង្កើតវប្បធម៌ក្រុមហ៊ុនដោយគ្រាន់តែដាក់តុប៊ីយ៉ាបិទពាក្យស្លោកការលើចម្យ៉ាងឬរៀបចំកម្មវិធីជប់លៀងនោះទេវប្បធម៌ពិតប្រាកដគឺការឡើងពីទម្លាប់និងសកម្មភាពរបស់មនុស្សក្នុងក្រុមហ៊ុនវាគឺជាការទុកចិត្តគ្នាការគោរពគ្នានិងរបៀបដែលអ្នកដោះស្រាយបញ្ហានៅពេលមានវិបត្តិសរុបមកការជួលមនុស្សក្នុងន័យរបស់ Rework គឺតិចតែខ្លឹមចូលជួលមនុស្សដែលស្វ័យគ្រប់គ្រងដែលអាចកំណត់ការងារខ្លួនឯងបានដោយមិនចាំបាច់មានអ្នកតាមបញ្ជាគ្រប់វិនាទីតែអ្នកធ្លាប់ជួបបទពិសោធន៍ជួលមនុស្សមកតែមិនត្រូវជាមួយនឹងការងារដែរឬទេតាមបែប Rework ការសាកល្បងការងារតូចមួយមុននឹងសម្រេចចិត្តជួលគឺជាដំណោះស្រាយដ៏ល្អបំផុតយើងបានមកដល់ផ្នែកចុងក្រោយហើយគឺផ្នែកទី5នៅក្នុងសៀវភៅ Rework ដែលផ្ដោតទៅលើវប្បធម៌ការងារនិងការគ្រប់គ្រងអ្នកនិពន្ធចង់ផ្លាស់ប្ដូរការយល់ឃើញថា
ក្រុមហ៊ុនល្អត្រូវតែមានច្បាប់វិន័យតឹងរឹងឬមានរចនាសម្ព័ន្ធស្មុគស្មាញនេះគឺជាការពន្យល់លម្អិតនៃចំណុចទី5 1. វប្បធម៌ការចេញពីសកម្មភាពមិនមែនពាក្យស្លោកក្រុមហ៊ុនជាច្រើនចំណាយពេលរៀបចំបេសកកម្មឬតម្លៃស្នូលហើយបិទវានៅលើជញ្ជាំងប៉ុន្តែគ្មានអ្នកណាធ្វើតាមការពិតវប្បធម៌ក្រុមហ៊ុនគឺជាផលបោកនៃទម្លាប់វាគឺជាអ្វីដែលអ្នកធ្វើរាល់ថ្ងៃរបៀបដែលអ្នកប្រព្រឹត្តចំពោះអតិថិជននិងរបៀបដែលបុគ្គលិកប្រាស្រ័យទាក់ទងគ្នាវប្បធម៌មិនអាចបង្ខំឲ្យកើតមានបានទេវាត្រូវចំណាយពេលដើម្បីរីកដុដាមដោយធម្មជាតិ 2. ASAP គឺជាថ្នាំពុលពាក្យថាឲ្យលឿនបំផុតតាមដែលអាចធ្វើបានត្រូវបានគេប្រើហួសហេតុក្នុងអាជីវកម្មបញ្ហានៅពេលដែលគ្រប់ការងារទាំងអស់សុទ្ធតែជារឿងបន្ទាន់នោះគ្មានអ្វីដែលបន្ទាន់ពិតប្រាកដឡើយវានាំឲ្យបុគ្គលិកមានសម្ពាធនិងបាត់បង់ទូលភាពនៅក្នុងការដាក់អធិរាយោភាពលើការងារដំណោះស្រាយចូលប្រើពាក្យបន្ទាន់សម្រាប់តែរឿងដែលបន្ទាន់ពិតប្រាកដដូចជាគេហទំព័រក្រុមហ៊ុនកាំងឬមានវិបត្តិធ្ងន់ធ្ងរ 3. កុំបង្កើតច្បាប់គ្រាន់តែដោយសារមនុស្សម្នាក់នៅពេលមានបុគ្គលិកម្នាក់ធ្វើខុសក្រុមហ៊ុនភាគច្រើនតែងតែបង្កើតច្បាប់ថ្មីសម្រាប់មនុស្សគ្រប់គ្នាឧទាហរណ៍បើមានបុគ្គលិកម្នាក់មកយ៉ាតក្រុមហ៊ុនក៏ចេញច្បាប់ឲ្យផ្តិតមេដៃចូលធ្វើការសម្រាប់បុគ្គលិក100នាក់ទាំងអស់ផលប៉ះពាល់ការធ្វើបែបនេះនឹងធ្វើឲ្យបុគ្គលិកល្អៗមានអារម្មណ៍ថាគេមិនបានទុកចិត្តច្បាប់គឺជាការដាក់ទណ្ឌកម្មសម្រាប់មនុស្សភាគច្រើនដំណោះស្រាយចូលដោះស្រាយបញ្ហាជាមួយបុគ្គលិកដែលធ្វើខុសដោយផ្ទាល់កុំបង្កើតច្បាប់មកដាក់បន្ទុកលើមនុស្សគ្រប់គ្នា 4. បង្កើតបរិយាកាសទុកចិត្ត Send people home at 5 អ្នកនិពន្ធមិនគាំទ្រការធ្វើការលើកម៉ោងរហូតដល់យប់ជ្រៅទេទស្សនៈបើសិនជាបុគ្គលិកត្រូវធ្វើការដល់យប់ជារៀងរាល់ថ្ងៃវាមានន័យថាការគ្រប់គ្រងរបស់អ្នកមានបញ្ហាឬបុគ្គលិកនោះមិនពូកែរៀបចំពេលគោលការណ៍ចូលឲ្យពួកគេទៅផ្ទះនៅម៉ោង5ដើម្បីឲ្យពួកគេមានជីវិតផ្ទាល់ខ្លួនមនុស្សដែលមានសេចក្តីសុខនៅក្រៅការងារនឹងមកធ្វើការវិញដោយមានថាមពលនិងភាពច្នៃប្រឌិតខ្លាំងបំផុត 5. កុំនិយាយពាក្យមិនអាច Say no by default វាងាយបំផុតណាស់នៅក្នុងការនិយាយថាបាទឬចាចំពោះសំណុំពរទាំងអស់របស់អតិថិជនឬគំនិតថ្មីៗរបស់បុគ្គលិកប៉ុន្តែវានឹងធ្វើឲ្យផលិតផលរបស់អ្នកក្លាយទៅជារបស់ដែលរញ៉េរញ៉ៃយុទ្ធសាស្ត្រចូលហ៊ាននិយាយថាទេចំពោះមុខងារថ្មីៗដែលមិនចាំបាច់ដើម្បីរក្សាភាពសាមញ្ញនិងគុណភាពនៃផលិតផលស្នូលរបស់អ្នកក្រុមហ៊ុនដែលជោគជ័យមិនមែនដោយសារគេធ្វើគ្រប់យ៉ាងទេគឺដោយសារគេជ្រើសធ្វើតែអ្វីដែលសំខាន់បំផុត 6. បន្លយឲ្យមនុស្សធ្វើសម្រេចចិត្ត Rock stars don't need managers បើសិនជាអ្នកជួលមនុស្សដែលពូកែមកធ្វើការអ្នកមិនចាំបាច់តាមមើលគេគ្រប់ជំហានទេដំណោះស្រាយចូលបន្លយឲ្យគេរកវិធីដោះស្រាយដោយខ្លួនឯងការគ្រប់គ្រងជ្រៅពេកនិងសម្លាប់ភាពច្នៃប្រឌិតនិងការទទួលខុសត្រូវរបស់បុគ្គលិកសរុបមកវិញផ្នែកទី5បង្រៀនយើងឲ្យបង្កើតកន្លែងធ្វើការដែលមានភាពស្មោះត្រង់ភាពសាមញ្ញនិងការទុកចិត្តគ្នាវប្បធម៌ការងារដែលល្អមិនមែនជាការគ្រប់គ្រងមនុស្សទេគឺជាការបង្កើតបរិយាកាសដែលមនុស្សចង់មកធ្វើការងារឲ្យបានល្អបំផុតតើអ្នកយល់ស្របទេថាការជួលមនុស្សដែលពូកែមិនចាំបាច់មានអ្នកគ្រប់គ្រងតាមមើលច្រើនទេឬមួយក៏អ្នកគិតថាការគ្រប់គ្រងនៅតែជារឿងចាំបាច់បំផុតជាលទ្ធផលចុងក្រោយ Rework ចង់ដាស់តឿនយើងថាការធ្វើសំខាន់ជាងការគិតពិភពលោកបច្ចុប្បន្នមិនខ្វះទេអ្នកដែលមានគំនិតល្អៗប៉ុន្តែវាខ្វះអ្នកដែលហ៊ានចុះដៃធ្វើទាំងនៅភាពសាមញ្ញខ្លឹមសារសំខាន់ដែលយើងបានទទួលពីសៀវភៅនេះក៏រួមមានភាពសាមញ្ញគឺជាអំណាចកុំធ្វើឲ្យរឿងតូចតាចคล้ายទៅជារឿងធំកុំជួលមនុស្សលើសកម្រិតនិងកុំបង្កើតច្បាប់ដែលមិនចាំបាច់គុណភាពសំខាន់ជាងបរិមាណធ្វើផលិតផលតិចតែល្មមដាច់គេប្រសើរជាងធ្វើផលិតផលច្រើនតែមិនមានគុណភាពភាពពិតប្រាកដគឺជាទីផ្សារដែលល្អបំផុតការបង្ហាញពីខ្លួនឯងពិតប្រាកដនឹងតាក់ទាញអតិថិជនដែលស្មោះត្រង់មករកអ្នកពាក្យស្លោកចុងក្រោយនៃសៀវភៅនេះគឺចូលចេញទៅធ្វើវាទៅ Go to work កុំរងចាំរហូតដល់អ្វីគ្រប់យ៉ាងកន្លះអស់វិស័យព្រោះកន្លះអស់វិស័យមិនមានពិតឡើយការចាប់ផ្ដើមទាំងនៅតូចតែមានភាពរឹងមាំនិងមានម្ចាស់ការលើខ្លួនឯងគឺជាផ្លូវឆ្ពោះទៅរកជោគជ័យដែលមាននិរន្តរភាពនិងក្តីសុខបំផុតសង្ឃឹមថាការសង្ខេបលំអិតតាំងពីដើមដល់ចប់នេះនឹងជួយឲ្យអ្នកទទួលបានគំនិតថ្មីៗសម្រាប់យកទៅអនុវត្តនៅក្នុងកិច្ចការងារឬអាជីវកម្មរបស់អ្នកសូមអបអរសាទរអ្នកបានបញ្ចប់សៀវភៅមួយក្បាលទៀតហើយនៅថ្ងៃនេះបើសិនជាអ្នកចូលចិត្តការសង្ខេបសៀវភៅបែបនេះកុំភ្លេចចុច Subscribe និងដាក់រូបកណ្ដឹងដើម្បីបានវីដេអូថ្មីៗមុនគេតើចំណុចណាមួយនៅក្នុងសៀវភៅ Rework ដែលអ្នកចូលចិត្តជាងគេបញ្ចេញមតិនៅខាងក្រោមទាំងអស់គ្នាអរគុណសម្រាប់ការតាមដានជួបគ្នានៅវីដេអូក្រោយសូមអរគុណសូមជម្រាបលា